នៅថ្ងៃទី15ខែសីហាមានសេចក្តីរាយការណ៍ថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសសាវ៉ាស្លេកាក្នុងតំបន់នីស្នីណូហ្គរ៉ូតរបស់រុស្ស៊ីមូលដ្ឋាននេះមានសារៈសំខាន់ព្រោះត្រូវបានរាយការណ៍ថាជាទីតាំងប្រើប្រាស់យន្តហោះចម្បាំងប្រភេទ MiG-31 ដែលបំពាក់មីស៊ីលគីនសាលសម្រាប់វាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ុយក្រែនការវាយប្រហារនេះកើតឡើងនៅពេលដែលអ៊ុយក្រែនកំពុងបង្កើនយុទ្ធនាការវាយប្រហារដោយដ្រូនទៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់រុស្ស៊ីតាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មានអ៊ុយក្រែនការវាយប្រហារនៅសាវ៉ាស្លេកាគឺជាផ្នែកមួយនៃការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅជាច្រើនក្នុងប្រទេសរុស្ស៊ីនៅពេលយប់ទោះជាយ៉ាងណាព័ត៌មានអំពីចំនួនយន្តហោះដែលខូចខាតឬកម្រិតនៃការខូចខាតពិតប្រាកដនៅមូលដ្ឋាននេះមិនទាន់បានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយនោះទេមូលដ្ឋាននេះស្ថិតនៅឆ្ងាយពីខ្សែប្រយុទ្ធហើយត្រូវបានភ្ជាប់ជាមួយប្រតិបត្តិការយន្តហោះ MiG-31 យន្តហោះប្រភេទនេះអាចប្រើប្រាស់មីស៊ីលគីនសាលដែលជាមីស៊ីលបាញ់ចេញពីអាកាសនិងមានល្បឿនលឿនសម្រាប់អ៊ុយក្រែនការវាយប្រហារលើមូលដ្ឋាននេះមានគោលបំណងធ្វើឲ្យរុស្ស៊ីត្រូវចំណាយធនធានបន្ថែមដើម្បីការពារយន្តហោះនិងមូលដ្ឋានយោធារបស់ខ្លួនព្រមទាំងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទៅលើអ៊ុយក្រែនប៉ុន្តែសាវ៉ាស្លេកាមិនមែនជាគោលដៅតែមួយនោះទេក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះអ៊ុយក្រែនបានបង្កើនការវាយប្រហារលើវិស័យថាមពលនិងប្រេងរបស់រុស្ស៊ីផងដែរកាលពីថ្ងៃទី13ខែសីហាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទៅលើបរិវេណរោងចក្រប្រេង Gazprom Neftekhim Salavat នៅតំបន់ Bashkortostan ដែលស្ថិតនៅចម្ងាយប្រមាណ 1300 គីឡូម៉ែត្រពីអ៊ុយក្រែនការវាយប្រហារបានបង្កអគ្គិភ័យនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីមួយនេះការវាយប្រហារលើសាឡាវ៉ាត់បង្ហាញថាដ្រូនរបស់អ៊ុយក្រែនអាចធ្វើដំណើរបានទៅដល់គោលដៅដែលស្ថិតនៅឆ្ងាយយ៉ាងខ្លាំងពីព្រំដែនអ៊ុយក្រែនតាមអាពេរោងចក្រសាឡាវ៉ាត់គឺជាមជ្ឈមណ្ឌលចម្រាញ់ប្រេងនិងផលិតផលគីមីឥន្ធនៈដ៏ធំមួយហើយការវាយប្រហារនេះគឺជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីជាលើកទី4ក្នុងរយៈពេលត្រឹមតែ3ថ្ងៃការវាយប្រហារលើរោងចក្រប្រេងនិងមូលដ្ឋានទ័ពអាកាសមិនមែនជាយុទ្ធសាស្ត្រតាមខ្សែប្រយុទ្ធធម្មតានោះទេវាជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលមានសារៈសំខាន់ចំពោះសមត្ថភាពយោធានិងសេដ្ឋកិច្ចរបស់រុស្ស៊ីក្នុងសង្គ្រាមសម័យទំនើបប្រេងមានសារៈសំខាន់ខ្លាំងណាស់ចំពោះរថក្រោះយានយន្តយោធាយន្តហោះនិងយានជំនិះដឹកជញ្ជូនសុទ្ធតែត្រូវការថាមពលដូច្នេះប្រសិនបើរោងចក្រចម្រាញ់ប្រេងជាច្រើនត្រូវបានបិទឬកាត់បន្ថយការផលិតវាអាចបង្កជាសម្ពាធទៅលើការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងតំបន់មួយចំនួនរបស់រុស្ស៊ីករណីមួយដែលកំពុងទាញការចាប់អារម្មណ៍គឺរោងចក្រអុសនៅតំបន់ Orenburg ដែលត្រូវបានរាយការណ៍ថាបានផ្អាកប្រតិបត្តិការបន្ទាប់ពីការវាយប្រហារមុននេះហើយការជួសជុលអាចចំណាយពេលយូរដោយសារតែការខ្វះខាតឧបករណ៍និងការរឹតបន្តឹងពីទណ្ឌកម្មប៉ុន្តែការវាយប្រហាររបស់អ៊ុយក្រែនមិនបានកំណត់ត្រឹមរោងចក្រចម្រាញ់ប្រេងនោះទេកំពង់ផែ Novorossiysk នៅសមុទ្រខ្មៅក៏កំពុងក្លាយជាគោលដៅសំខាន់មួយផងដែរកាលពីថ្ងៃទី14ខែសីហាការវាយប្រហារដោយដ្រូនបានបណ្ដាលឲ្យការនាំចេញប្រេងឆៅតាមស្ថានីយ៍ Siskaris នៅកំពង់ផែ Novorossiysk ត្រូវបានផ្អាកជាបណ្ដោះអាសន្នReuters រាយការណ៍ថាស្ថានីយ៍នេះមានសមត្ថភាពដឹកជញ្ជូនប្រេងប្រហែល 700,000 បារ៉ែលនៅក្នុងមួយថ្ងៃហើយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ីនិងប្រេងមកពីកាហ្សាក់ស្ថាន Novorossiysk គឺជាច្រកនាំចេញប្រេងដ៏សំខាន់របស់រុស្ស៊ីតាមសមុទ្រខ្មៅនៅពេលការផ្ទុកប្រេងត្រូវបានផ្អាកនោះនាវាដឹកប្រេងមួយចំនួនត្រូវបានផ្លាស់ប្តូរកាលវិភាគហើយការដឹកជញ្ជូនអាចមានការរំខាននេះមានន័យថាការវាយប្រហាររបស់អ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យប៉ះពាល់ដល់រុស្ស៊ីពីផ្នែកមួយទៀតគឺការនាំចេញប្រេងនិងប្រាក់ចំណូលពីថាមពលប្រេងគឺជាប្រភពដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរុស្ស៊ីហើយការរំខានដល់ការនាំចេញអាចបង្កើនសម្ពាធលើទីក្រុងមូស្គូប៉ុន្តែសម្រាប់អ៊ុយក្រែនក៏មានហានិភ័យផងដែររាល់ការវាយប្រហារចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ីអាចនាំឲ្យរុស្ស៊ីបង្កើនការវាយប្រហារសងសឹកលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនវិញហើយរុស្ស៊ីនៅតែមានសមត្ថភាពប្រើប្រាស់មីស៊ីលនិងដ្រូននៅក្នុងចំនួនដ៏ច្រើនរបាយការណ៍ថ្មីៗបង្ហាញថាការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែមានភាពខ្លាំងក្លាហើយការខ្វះប្រព័ន្ធការពារដែនអាកាសកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់ទីក្រុងគៀវអង្គការសហប្រជាជាតិបានរាយការណ៍ថាខែសីហាមិនទាន់មកដល់ចប់ផងប៉ុន្តែខែកក្កដាឆ្នាំ2026គឺជាខែដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅអ៊ុយក្រែនក្នុងរយៈពេលជាង4ឆ្នាំនេះបង្ហាញថាសង្គ្រាមកំពុងតែមានសភាពធ្ងន់ធ្ងរឡើងខណៈអ៊ុយក្រែនវាយប្រហារគោលដៅជ្រៅក្នុងទឹកដីរុស្ស៊ីក៏បន្តប្រើមីស៊ីលនិងដ្រូនវាយប្រហារទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនដូច្នេះសង្គ្រាមនៅពេលនេះកំពុងក្លាយជាការប្រឈមមុខដាក់គ្នាដែលភាគីទាំងពីរព្យាយាមបំផ្លាញសមត្ថភាពរបស់គ្នាទៅវិញទៅមកមិនត្រឹមតែនៅសមរភូមិទេប៉ុន្តែថែមទាំងនៅជ្រៅក្នុងទឹកដីរបស់គ្នាផងដែរចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺការវាយប្រហារនៅ Novorossiysk ក៏ប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការនាំចេញប្រេងតាមសមុទ្រខ្មៅនៅពេលដំណើរគ្នា Novorossiysk ក៏ជាទីតាំងសំខាន់សម្រាប់កងទ័ព
បជើងទឹករបស់រុស្ស៊ីនៅសមុទ្រខ្មៅផងដែរអ៊ុយក្រែនបានប្រើប្រាស់ដ្រូននិងអាវុធរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារគោលដៅនៅទីនោះហើយប្រធានាធិបតី Volodymyr Zelensky ក៏បានបញ្ជាក់អំពីការវាយប្រហារទៅលើទីតាំងយោធារបស់រុស្ស៊ីនៅ Novorossiysk ផងដែរនេះមានន័យថាអ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យ Novorossiysk ក្លាយជាតំបន់ដែលរុស្ស៊ីត្រូវចំណាយធនធានកាន់តែច្រើនដើម្បីការពារទាំងកងទ័ពជើងទឹកនិងហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុន្តែមានសំណួរសំខាន់សួរថាតើយុទ្ធសាស្ត្រនេះអាចបង្ខំឲ្យរុស្ស៊ីបន្ថយការវាយប្រហារឬត្រឡប់ទៅរកការចរចាសន្តិភាពដែរឬទេការវាយប្រហារទៅលើទីតាំងប្រេងនិងមូលដ្ឋានយោធាអាចបង្កសម្ពាធសេដ្ឋកិច្ចនិងយោធាប៉ុន្តែវាក៏អាចធ្វើឲ្យរុស្ស៊ីមានហេតុផលបង្កើនការវាយប្រហារសងសឹកវិញផងដែរនៅក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខនេះអ្វីដែលគួរឲ្យតាមដាននោះគឺថាតើអ៊ុយក្រែនអាចរក្សាកម្រិតនៃការវាយប្រហារជ្រៅក្នុងទឹកដីរុស្ស៊ីបានយូរប៉ុណ្ណាហើយថាតើរុស្ស៊ីអាចការពាររោងចក្រប្រេងកំពង់ផែនិងមូលដ្ឋានទ័ពអាកាសរបស់ខ្លួនបានមានប្រសិទ្ធភាពកម្រិតណាសម្រាប់អ៊ុយក្រែនការវាយប្រហារជ្រៅក្នុងទឹកដីរុស្ស៊ីអាចជួយកាត់បន្ថយសម្ពាធលើខ្សែប្រយុទ្ធនិងបង្ខំឲ្យរុស្ស៊ីផ្លាស់ប្ដូរប្រព័ន្ធការពារដែនអាកាសទៅការពារទីតាំងខាងក្រោយប៉ុន្តែសម្រាប់រុស្ស៊ីវាអាចបង្កើតសម្ពាធឲ្យពង្រីកការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងបង្កើតការវាយបកវិញទៅលើអ៊ុយក្រែនហេតុនេះហើយសង្គ្រាមកំពុងចូលដល់ដំណាក់កាលមួយដែលត្រូវនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយមានសារៈសំខាន់កាន់តែខ្លាំងមិនយូរទៀតទេយើងអាចមើលឃើញការប្រកួតប្រជែងមួយរវាងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនិងសមត្ថភាពដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប្រសិនបើអ៊ុយក្រែនអាចបន្តវាយប្រហាររោងចក្រប្រេងនិងមូលដ្ឋានយោធាដោយចូលគោលដៅបានជាបន្តបន្ទាប់នោះវាអាចបង្កើនការចំណាយរបស់រុស្ស៊ីយ៉ាងខ្លាំងប៉ុន្តែប្រសិនបើរុស្ស៊ីអាចបង្កើនសមត្ថភាពការពារដែនអាកាសនិងចាប់ស្ទាក់ដ្រូនបានច្រើនជាងមុនប្រសិទ្ធភាពនៃការវាយប្រហាររបស់អ៊ុយក្រែនក៏អាចថយចុះនៅចំណុចនេះយើងមិនទាន់អាចនិយាយបានថាភាគីណាមួយកំពុងទទួលបានជ័យជំនះយ៉ាងច្បាស់លាស់នៅក្នុងសង្គ្រាមទាំងមូលនោះទេអ្វីដែលអាចនិយាយបានគឺសង្គ្រាមកំពុងផ្លាស់ប្ដូរទៅជាការប្រយុទ្ធដែលមានទំហំកាន់តែឆ្ងាយពីខ្សែប្រយុទ្ធសរុបមកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសសាវ៉ាស្លេកាក្នុងតំបន់នីស្នីណូហ្គារ៉ូតរបស់រុស្ស៊ីខណៈការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅសាឡាវ៉ាត់និង Novorossiysk ក៏កំពុងបង្កផលប៉ះពាល់ដល់វិស័យថាមពលនិងការនាំចេញប្រេងរបស់រុស្ស៊ីការវាយប្រហារទាំងនេះបង្ហាញថាអ៊ុយក្រែនកំពុងព្យាយាមបង្កើតសម្ពាធលើរុស្ស៊ីតាមរយៈការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរោងចក្រប្រេងកំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រប៉ុន្តែសង្គ្រាមនៅតែមានហានិភ័យខ្ពស់ហើយរុស្ស៊ីនៅតែបន្តវាយប្រហារសងសឹកទៅលើអ៊ុយក្រែនវិញដូច្នេះពិភពលោកនៅតែរងចាំមើលថាតើការកើនឡើងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយនឹងធ្វើឲ្យភាគីទាំងពីរចូលទៅរកការចរចាសន្តិភាពឬនឹងធ្វើឲ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងរដូវកាលខាងមុខ